នេះវានៅល្អច្រើនណាឆ្នាំនេះទោះបីតែដល់ខែត្រជាក់ខែ10ហើយប៉ុន្តែផ្កាវានៅល្អដោយសារតែឆ្នាំនេះអាកាសធាតុវារៀងនៅវាត្រឹមសូវត្រជាក់ខ្លាំងណាចឹងផ្កាទាំងអស់នេះស្រឡាញ់ណាស់នេះទាំងអស់នេះផ្កាទាំងអស់នេះវានៅស្អាតមែនទេឃើញទេទាំងផ្កានៅក្នុងកត្រកទាំងផ្កានៅក្នុងអីអញ្ចឹងណាហើយខ្ញុំចូលចិត្តដាំចឹងនិយាយថាដោយសារតែយើងធ្លាប់នៅស្រុកស្រែស្រុកចំការអញ្ចឹងណាអញ្ចឹងយើងធ្លាប់ដាំនេះដាំនោះកប៉ែកប៉អញ្ចឹងទៅឆ្លៀតពេលតនេយើងដាំទៅនេះផ្កានៅក្នុងកត្រកនេះក៏នៅរស់ដែរឆ្នាំនេះផ្កានៅក្នុងកត្រកនៅរស់បានយូរហើយនេះផ្កានេះដាំតាមគ្រាប់ជាមួយឆ្នាំក្រោយវានឹងដុះមកវិញណាហើយម្យ៉ាងទៀតនេះពេញប៉ោះរបស់ខ្ញុំឃើញទេពេញប៉ោះនេះដាំកាលពីឆ្នាំមុនឆ្នាំនេះអត់បានដាំទេប៉ុន្តែក្របវានៅចង់និយាយថាទុំវាហ្នឹងវានៅសល់ពីឆ្នាំមុនទៅវាជ្រុះក្របទៅវាដុះឡើងវិញណាអញ្ចឹងឆ្នាំនេះតាមធម្មតាពេញប៉ោះនៅគេដាំនៅនេះគេដាំម្ដុំខែហ្នឹងហើយខែ6ខែ7ខែ8អីគេដាំហើយអញ្ចឹងគេអាចប្រមូលផលបានហើយខ្ញុំរៀងយឺតបន្តិចប៉ុន្តែមិនអីទេនេះនៅល្អមែនទែនចាប់ដើមទុំហើយពីព្រោះទៅដល់ខែត្រជាក់ខ្លាំងវាទុំអីវានៅខៀវអញ្ចឹងដោយសារវាអត់មានពន្លឺថ្ងៃហ្នឹងហើយថ្ងៃនេះត្រឹមតែប្រាប់ប៉ុណ្្នឹងឯងតេតទៅនឹងការដាំការដុះអីបន្តិចបន្តួចអញ្ចឹងណាអរគុណច្រើនបងប្អូនទាំងអស់គ្នា